បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចង់មកនិយាយតិចតទៅជាមួយនឹងការស្អំកូនមន់បងប្អូនមួយចំនួនក៏សួរថាបន្ទាប់ពីវាញាស់រហូតដល់អាយុ1ខែតើយើងធ្វើម៉េចដើម្បីកុំឲ្យវាងាប់បងប្អូនមន់ចាប់ពីអាយុ1ថ្ងៃមិនថាបន្ទាប់ពីវាញាស់រហូតដល់អាយុ1ខែបងប្អូនត្រូវដាក់វានៅក្នុងកន្លែងដែលហប់បងប្អូនមានកណ្ដៅគ្រប់គ្រាន់ណាបាទនេះយើងហៅថាទូស្អំនេះខ្ញុំប្រើកធុនបងប្អូននេះកធុនខ្មៅនេះកធុនគីលីស្មងនេះបាទកធុននេះអាចដាក់បានប្រហែលជា50ក្បាលបងប្អូនបាទ50ក្បាល60ក្បាលក៏បានដែរធុនកធុននេះវារាងធំដែរបាទបងប្អូនប្រើអំពូលនេះទៅកុំឲ្យដាច់បងប្អូនដោយសារតែមន់វាត្រូវការកដៅវាត្រូវការខ្យល់បងប្អូនកាលណាតែវាត្រូវខ្យល់ត្រូវអីមន់វាអាចឈឺអាចនឹងផ្ដាសាយអាចនឹងល្ងាធ្លាក់ស្លាប់អីចឹងបងប្អូនអញ្ចឹងបងប្អូនអាចដាក់វានៅក្នុងទូកដៅនេះបន្ទាប់ពីវាញាស់រហូតដល់អាយុ1ខែបងប្អូន1ខែតែយើងចាប់វាចេញយើងយកមកដាក់ទ្រុងធម្មតាបានប៉ុន្តែអាយុក្រោម1ខែនេះគឺដាច់ខាតត្រូវតែនៅក្នុងទូស្អំនេះបងប្អូនអញ្ចឹងអត់ចេះងាប់ទេមន់ហ្នឹងបងប្អូនមើលបាទអត់ចេះងាប់ទេដាក់ប្រហែលក្បាលក៏អត់ងាយងាប់ដែរដឹងថាមិនមានងាប់មួយតាំងពីខ្ញុំដាក់មកអត់ដែលមានបញ្ហាមន់ងាប់មន់អីចឹងបងប្អូនហើយយើងអាចរយកាមេតិចទៅដើម្បីវាជួយកដៅដល់កូនមន់ដែរបាទបងប្អូនឃើញអត់មានបញ្ហាទេបាទវីដេអូហ្នឹងចែកម្លែកតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកដែលគាត់អត់ដឹងអ្នកដែលគាត់ចិញ្ចឹមដំបងជួនកាលគាត់ឆ្ងល់ថាមិនបានយកកូនមន់ទៅកូនមន់ញាស់មកវាតែល្ងាធ្លាក់ស្លាប់ធ្លាក់អីអញ្ចឹងវាត្រូវការកម្ដៅហើយនឹងអត់មានខ្យល់បងប្អូនកុំឲ្យខ្យល់វាចូលត្រូវការកន្លែងរៀងហប់ដែរសម្រាប់កូនមន់ព្រោះអាយុក្រោម1ខែនេះបងប្អូននេះឃើញល្អបាទដាក់តាចំណីឲ្យដល់បងប្អូនចំណីទឹកដាក់ចំណីដាក់ទឹកមកកម្ដៅអំពូលកុំឲ្យដាច់បងប្អូនបាទទោះបីតែខែមិនខែត្រជាក់ក៏យើងត្រូវការអំពូលទេបងប្អូនអ្នកខ្លះគាត់ច្រឡំថាអូដាក់អំពូលហ្នឹងសម្រាប់តែខែល្ងាអត់ទេសម្រាប់កូនមន់ដែលតបញាស់នេះគឺទោះបីតែខែក្តៅក៏យើងប្រើអំពូលទេតែគាត់ថាបងប្អូនអាចប្រើអំពូល20វ៉ាត់25វ៉ាត់ឬក៏40ទៅតាមនេះទៅតាមកធុនដែលយើងដាក់នេះបងប្អូនកន្លែងបងប្អូនធំបងប្អូនអាចប្រើអំពូល100វ៉ាត់ក៏បានដែរប៉ុន្តែនេះខ្ញុំប្រើតែអំពូល40ទេតែបើមេឃក្តៅខ្លាំងខ្ញុំប្រើអំពូល25វ៉ាត់អាយុ1ខែយើងអាចចាប់ចេញបាននេះបានតែជាកន្លះខែខ្លះបាន10ថ្ងៃបាទវីដេអូនឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណ